បេះដូងសប្បុរស Travel with Chris ចាប់ដៃរៀនថតបរិច្ចាគកុំព្យូទ័របើកផ្លូវអនាគតកុមារខ្មែរផ្ដើមចេញពីអេក្រង់ YouTube អ្នកផលិតមាតិកាជនជាតិអាមេរិកបានបង្កើតក្តីសង្ឃឹមពិតៗនៅខេត្តសៀមរាបនាំយកអំណោយកុំព្យូទ័រថ្មីសន្លាងជាច្រើនគ្រឿងឲ្យសិស្សានុសិស្សនៅសាលាក្នុងតំបន់ដើម្បីផ្ដល់ឱកាសឲ្យកុមារខ្មែរទទួលបានឧបករណ៍សិក្សាទំនើបដោយចំណាយថវិកាផ្ទាល់ខ្លួននិងសហការជាមួយអ្នកផលិតមាតិកាខ្មែរដ៏ល្បីរៀនថតបរិះអាមេរិកកាំងម្នាក់នេះមិនត្រឹមតែបានបើកទ្វារនិងឱកាសសម្រាប់ការអប់រំប៉ុណ្ណោះទេថែមទាំងបានបញ្ជាក់ពីថាមពលនៃទឹកចិត្តសប្បុរសដែលគ្មានព្រំដែនកំណត់និងរបាំងនៃវប្បធម៌ Travel with Chris ធ្លាប់បានធ្វើដំណើរមកកម្ពុជានិងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនិងស្នាមញញឹមដ៏បរិសុទ្ធពីប្រជាជនខ្មែរជាពិសេសគឺភាពស្មោះត្រង់របស់បងប្អូនលក់មិនកោមិនកេងចំណេញដោយករណីមីងលក់ពុត្រាដែលធ្វើឲ្យដកជាប់ក្នុងចិត្តរបស់លោកដើម្បីតបស្នងចំពោះទង្វើល្អៗរបស់បងប្អូនខ្មែរវិញ Chris បានបង្ហាញពីទឹកចិត្តសប្បុរសរបស់លោកតាមរយៈសកម្មភាពជួយសង្គមដោយបានលើកឡើងពីខាងលើការបរិច្ចាគនេះមិនអាចសម្រេចបានដោយរលូនឡើយបើគ្មានការសហការពីអ្នកផលិតមាតិកាខ្មែរដ៏ល្បីឈ្មោះរៀនថតដែលបានដើរតួជាអ្នកសម្របសម្រួលនិងជួយរៀបចំដំណើរការទាំងមូលឲ្យទទួលបានជោគជ័យក្នុងនាមជាប្រជាជនខ្មែរយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Travel with Chris សម្រាប់ការចែករំលែកនិងការយកចិត្តទុកដាក់ចំពោះកុមារកម្ពុជាជាមួយគ្នានេះយើងក៏សូមកោតសរសើរនិងអរគុណដល់រៀនថតដែលបានចូលរួមជាមួយសកម្មភាពដ៏មានអត្ថន័យនេះនិងបានបង្ហាញពីស្មារតីចូលរួមដើម្បីសង្គមយើងក៏សូមអំពាវនាវដល់បុគ្គលល្បីៗបុគ្គលដែលមានឥទ្ធិពលលើបណ្ដាញសង្គមនិងអ្នកផលិតមាតិកាទាំងឡាយឲ្យចូលរួមធ្វើសកម្មភាពជួយដល់សហគមន៍មិនថាសកម្មភាពតូចឬធំដើម្បីឲ្យសង្គមរបស់យើងកាន់តែរីកចម្រើនចូលយើងរួមគ្នាបង្កើតផលវិជ្ជមាននិងការយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួនសម្រាប់ជាគំរូឲ្យក្មេងៗជំនាន់ក្រោយសូមអរគុណជាថ្មីម្ដងទៀតចំពោះ Travel with Chris និងរៀនថតដែលបានបង្កើតឱកាសដ៏វិសេសនេះសម្រាប់កុមារនៅក្នុងខេត្តសៀមរាបហើយក៏សង្ឃឹមយ៉ាងមុតមាំថាកុមារនៅខេត្តដទៃទៀតនឹងទទួលបានឱកាសល្អដូចគ្នានេះដែរ